សួស្តីបងប្អូនថ្ងៃនេះចង់បង្ហាញបងប្អូនពីវិធីក្នុងការ demo អាវបងប្អូនជាប្រភេទខ្សែខ្ទុយកតោបងប្អូនហើយការដេរខ្ទុយកតោភ្ជាប់ជាមួយនឹងផ្ទាំងខ្លួនរបស់យើងការដេរខ្សែពណ៌ឆ្នៃនៅលើសម្លៀកបំពាក់ឲ្យបានស្រស់ស្អាតយើងត្រូវតែប្រើប្រភេទកណាត់ឆិតណាបងប្អូនបើសិនជាបងប្អូនដេរសាច់តឹងគឺវាអត់សូវបានស្អាតទេតែបើសិនជាបងប្អូនយកខ្សែខ្ទុយកតោមកដេរជាមួយសាច់ឆិតវាបានហាប់ណែនស្អាតហើយពេលដែលបងប្អូនយកទៅដេរជាមួយផ្ទាំងអាវគឺបានស្អាតល្អបងប្អូនជាទូទៅការដេរប្រភេទខ្សែយកមកកូនអាវបែបហ្នឹងគឺនេះខ្ញុំប្រើប្រភេទជើងទាប្រកបបងប្អូនបើសិនជាយើងអត់ប្រើជើងទាប្រកបទេគឺយើងដេរខ្សែខ្ទុយកតោយកមកភ្ជាប់ជាមួយនឹងផ្ទាំងអាវយើងបែបនេះអត់បានស្អាតទេបងប្អូនហើយការដេរមួយប្រភេទនេះគឺខ្ញុំដេរជើងទារូតប្រកបបងប្អូនដូចគ្នាដែរបងប្អូនដូចក្នុងវីដេអូដែលខ្ញុំកំពុងតែធ្វើបែបនេះណាខ្សែខ្ទុយកតោគឺយើងយកមកភ្ជាប់ជាមួយនឹងផ្ទាំងអាវយើងដាក់ឲ្យស្មើនឹង1លេខដូចជាផ្ទាំងអាវដែលខ្ញុំបានជំរាបបងប្អូនថាខ្ញុំបានទុកថ្នាក់ដេរ1លេខនឹងឯងហើយការដេរគឺយើងប្រើជើងទាប្រកបបងប្អូនជើងទាប្រកបគឺយើងប្រើវាឲ្យគៀកជាមួយនឹងខ្សែខ្ទុយកតោបែបហ្នឹងបងប្អូននៅក្នុងវីដេអូដែលខ្ញុំបង្ហាញបងប្អូនបែបហ្នឹងដើម្បីយើងដេរភ្ជាប់ផ្ទាំងទៅគឺវាបានស្អាតល្អបងប្អូនជាទូទៅប្រភេទម៉ូដយើងគុនខ្សែពណ៌ដែលយើងធ្វើបែបនេះដែលយើងហៅថាខ្សែខ្ទុយកតោហ្នឹងគឺយើងប្រើជើងទាប្រកបដើម្បីឲ្យដេរទៅវាអឹបបានស្អាតល្អបងប្អូនវាអត់នៅសល់អាខ្សែហ្នឹងមើលទៅឃើញរីកធំណាអញ្ចឹងបើសិនជាបងប្អូនដេរជើងទាធម្មតាគឺយើងដេរអត់កើតទេណាដូចខ្សែនេះចឹងបងប្អូនវាប្រកបទៅបានស្អាតណាវាចេញតែប្រភេទខ្សែឆ្មាល្មមដែលមើលទៅឃើញស្អាតវាអត់ឃើញសាច់កណាត់សធំទេបងប្អូនបើសិនជាយើងអត់ប្រើជើងទាប្រកបទេយើងពិបាកក្នុងការធ្វើម៉ូដនេះដែរណានេះគឺជាផ្នែកផ្ទាំងខាងក្រោយបងប្អូនខ្ញុំរួចមួយចំហៀងហើយនេះគឺរួចរាល់ហើយប្រភេទសាច់កាំញីពណ៌ប្រាក់បងប្អូនស្អាតសាច់នេះអត់ស្គៀបទេណាបងប្អូននេះចាបងប្អូនអញ្ចឹងខ្ញុំតមកផ្នែកខាងមុខវិញម្ដងបងប្អូនផ្នែកខាងមុខគឺខ្ញុំប្រើខ្ទុយកតោដូចគ្នាដែលយើងនិយមហៅថាខ្សែលេងពណ៌តាមឆ្អឹងណាបងប្អូនហើយការដេរគឺដេរដូចគ្នាបងប្អូនអត់មានអីខុសពីផ្ទាំងក្រោយទេហើយការដេរគឺយើងប្រើជើងទាប្រកបដូចគ្នានេះគឺជាតិចនិចរបស់ខ្ញុំបងប្អូនដែលយើងធ្វើទៅបានស្អាតជាទូទៅគឺដេរបានហាប់ណែនស្អាតល្អណាបងប្អូននេះគឺជាផ្ទាំងផ្នែកខាងមុខបងប្អូនខ្ញុំភ្ជាប់ជាមួយនឹងផ្ទាំងចំហៀងហើយនេះគឺថ្នាក់ដែលខ្ញុំដេរអញ្ចឹងបងប្អូនយើងធ្វើការភ្ជាប់ជាមួយនឹងផ្ទាំងទ្រូងតែផ្ទាំងទ្រូងជាទូទៅបងប្អូនត្រូវតែដានវាសិនណាដោយសារផ្ទាំងទ្រូងយើងសំខាន់បងប្អូនបើសិនជាយើងអត់ដានទេការគុនខ្សែពណ៌វាអត់បានស្អាតទេព្រោះវាត្រូវរត់ទៅតាមដោយសារប្រភេទផ្ទាំងមុខគឺយើងមានខ្ទង់ដងអញ្ចឹងបងប្អូនយល់ល្អទៅដានសិនទៅដើម្បីឲ្យផ្ទាំងអាវរបស់យើងចេញមកបានស្អាតហើយតួអាវរបស់យើងវាអត់លៀងគ្នាណាហើយការដេររបស់ខ្ញុំគឺដេរ1លេខនិយាយទៅຂະណាតរបស់ខ្ញុំគឺខ្ញុំ1លេខនឹងឯងបងប្អូនទុកដេរនេះគឺយើងបានដានវារួចរាល់ហើយអញ្ចឹងខ្ញុំត្រូវដានវាមួយចំហៀងទៀតបងប្អូនដើម្បីយើងភ្ជាប់ផ្ទាំងខាងមុខណាវីដេអូនេះរៀងវែងតិចបងប្អូនដោយសារតែចង់បង្ហាញបងប្អូនពីវិធីក្នុងការដេរខ្សែពណ៌ដែលយើងហៅថាខ្សែខ្ទុយកតោដើម្បីយកមកភ្ជាប់ជាមួយនឹងផ្ទាំងអាវយើងលេងពណ៌តាមថ្នេរដែលយើងជ្រៀកនឹងបងប្អូនហើយនេះគឺជាចំណែកនៃផ្ទាំងទ្រូងមួយចំហៀងទៀតដែលខ្ញុំដានវាសិនដើម្បីយើងធ្វើយកទៅដេរបានស្អាតល្អបងប្អូនហើយប្រភេទអាវនេះគឺខ្សែ S បងប្អូនប្រភេទខ្សែ S ជាប្រភេទកណាត់ដែលមានពលឺបងប្អូនដូចជាមានខ្សែសយតែវាអត់មានស្គៀពេបងប្អូនស្រួលពាក់ហើយម៉ូដយើងរីកកតុយតែបន្តិចដែរបងប្អូនប្រភេទអាវចុងប៉ុងហើយយើងដាក់បដៃណាអញ្ចឹងបងប្អូនធ្វើការដេរវាឲ្យគៀកជាមួយនឹងជើងទាដដែលដើម្បីឲ្យខ្សែពណ៌របស់យើងហ្នឹងបានស្អាតណាបងប្អូនខ្ញុំភ្ជាប់បានមួយចំហៀងហើយបងប្អូនអញ្ចឹងយើងតមួយចំហៀងទៀតណាតមួយចំហៀងទៀតគឺយើងដេរដូចគ្នាដើម្បីបានខ្សែខ្ទុយកតោឲ្យគៀកស្អាតបងប្អូនដេរតាមវិធីនេះគឺបងប្អូនដេរបាន